រឿងព្រះនាងតូចកំពូលស្នេហ៍ភាគទី13នៅក្នុងសន្តាគារមួយកណ្ដាលក្រុងបណ្ដាពួកអភិជនជាន់ខ្ពស់នាំគ្នាដើរនៅលើព្រំពណ៌ទឹកប៊ិចក្រងដោយសម្លៀកបំពាក់រាត្រីរំលេចទៅដោយពណ៌ស្រស់ស្អាតនៅលើខ្លួនរួមទាំងគ្រឿងអលង្ការថ្លៃថ្លៃបង្អួនពីអំណាចនិងវាសនាគ្នាទៅវិញទៅមកមួយយ៉ងកំពុងដើរបង្អួតរៀងជាមួយនឹងក្រុមគ្រួសារគ្រាន់តែបានឃើញម្ចាស់ពិធីភ្លាមស្រីស្រស់បញ្ចេញស្នាមញញឹមពុព្រីដាក់លួចកេះម្ដាយរបស់ខ្លួនអស់ប្រញាប់ចូលតរិតកេដើរកំពុងឈោម្នាក់ឯងគ្មានស្រីណាចោមរោមម្ដាយនិងកូនមើលមុខគ្នាក៏ដឹងចិត្តរួចងាកត្រូវស្វាមីខ្សឹបគ្នាឲ្យប្រញាប់ចូលទៅនិយាយរាក់ទាក់ជាមួយអ្នកអង្គម្ចាស់ម៉ាជុនអូកូនមួយចង់នេះជាសំណាងរបស់កូនមែនមកដល់ភ្លាមក៏បានជួបអ្នកប្រុសធំល្មមម្ដាយរបស់មួយចង់បានមាត់បានកអូសដៃកូនស្រីជាទីស្រឡាញ់មករកអ្នកប្រុសធំកាន់តែចិត្តអ្នកប្រុសធំសូមយល់ដល់ចិត្តចាស់ទុំឲ្យខ្ញុំសូមផ្ញើកូនមួយយ៉ងរបស់ខ្ញុំនៅជាមួយអ្នកប្រុសធំផងព្រោះនាងមកតាមម្នាក់ឯងគ្មានមិត្តភក្តិសោះកូនម្នាក់នេះចាប់មែនដើរតាមតែមករហូតចំណែកខ្ញុំចង់យកចូលទៅក្នុងចំណោមមិត្តភក្តិវ័យចំណាស់ដូចគ្នាខ្លាចនាងអបសុកស្លាប់មិនខានអើយនៅក្រុមមនុស្សចាស់តើមានទៅនិយាយរឿងអ្វីក្រៅពីសុខភាពជំងឺនិងថ្នាំការពារនោះយ៉ាងណាខ្ញុំសូមផ្ញើកូនមួយយ៉ងជាមួយអ្នកប្រុសធំនៅត្រង់នេះហើយណាហើយអ្នកជួយរកកន្លែងឲ្យនាងបានអង្គុយជាមួយអ្នកប្រុសធំផងអរគុណទុកជាមុនភ្លាមដល់ក្រុមគ្រួសារមួយយ៉ងស្ទុះតម្រង់ចូលមកនិយាយសំបែបនេះអ្នកប្រុសធំមកជន់ភាំងស្មារតីមានអារម្មណ៍ថាត្រូវគេបង្ខំឲ្យបង្វាយដានឲ្យមើលថែស្រីស្រស់យ៉ាងមិនក៏មិនដឹងកាយភ្នែកបរោះសម្លឹងមកទៅមួយចុងមួយស្របក់មុននឹងឆ្លើយយកព្រមដោយសម្ដីសុភាពពិតជាបានមិនអីទេចាំខ្ញុំមើលនាងឲ្យតែចាស់អើយបានលឺសម្ដីអ្នកប្រុសធំយល់ព្រមបែបនេះខ្ញុំនឹងលោករដ្ឋមន្ត្រីសប្បាយចិត្តបន្តិចចាស់ម្ដាយរបស់មួយចុងនិយាយទៅវិញហើយងើយមកសម្លឹងមើលទៅលោករដ្ឋមន្ត្រីដែលមានទឹកមុខខ្លាចចិត្តអ្នកប្រុសធំតិចបើអញ្ចឹងខ្ញុំនិងលោករដ្ឋមន្ត្រីសុំទៅសិនហើយចាស់ចូលរួមត្រេកអរផងចំពោះជោគជ័យមួយទៀតរបស់អ្នកប្រុសធំចាស់ម្ដាយមួយយ៉ងនិយាយបណ្ដាហើយក៏ដោឲ្យអ្នកប្រុសម៉ាជុនបណ្ដាព្រមជាមួយពាក្យអរគុណតិចការពិតវាមិនមែនងាយស្រួលប៉ុន្មានទេសម្រាប់ម៉ាជុនជាម្ចាស់កម្មវិធីហើយត្រូវនៅមើលថែមួយយ៉ងទៀតនោះណាមួយពិធីជប់លៀងនេះក៏មិនមែនជាពិធីជប់លៀងធម្មតាដែរជាពិធីជប់លៀងសម្រាប់អ្នកធុរកិច្ចច្រើនជាងហើយភ្ញៀវមួយភាគធំដែលជាអ្នកធុរកិច្ចនោះត្រូវពិភាក្សាគ្នាពីរឿងមុខចំនួននឹងគ្នាទៀតអ្នកប្រាចាពិធីជប់នេះមានអ្នកកសែតមកច្រើនណាស់គួររីករាយចំនួនអ្នកប្រាផងដែលមានប្រជាប្រិយភាពខ្លាំងក្លាដូច្នេះមួយចុងផ្អៀងមុខសັບតិចឯអ្នកប្រធំបានត្រឹមតែងក់ក្បាលតិចខណៈនោះមានពន្លឺភ្លើងហ្វាឆ្វេងឆ្វាងកាត់ឡើងតែស្រីស្រស់មិនខ្វល់ខ្វាយនៅតែឈរក្បែរអ្នកប្រុសធំដូចមុនដោយមិនខ្លាចខ្លួនខ្លាយទៅជាដំណឹងក្នុងសារព័ត៌មានឡើយអើយមើលចុះអ្នកប្រុសទៀតហើយអ្នកសារព័ត៌មានអស់នេះពិតជាយ៉ាប់ណាស់គ្រាន់តែឃើញយើងសឹកសៀកគ្នាប៉ុណ្ណោះកណាប់គ្នាមកថតរូបពួកយើងមិនបណៃដៃដែរបើបែបនេះពួកយើងទាំងពីរអ្នកច្បាស់ជារត់មិនរួចពីដំណឹងសារព័ត៌មាននៅថ្ងៃស្អែកនេះឡើយមួយចុងមិននិយាយទៅទេថែមតែយកដៃមកចាប់ដៃអ្នកប្រុសមកជន់ហើយកាន់តែគៀកឡើងអ្នកប្រុសធំស្វាំងភ្នែកទៅឬដែលគេបានឃើញនារីរូបស្រស់បែរជាញញឹមដាក់កាមេរ៉ាម្ដងនេះជាឱកាសល្អសម្រាប់អ្នកសារព័ត៌មានទាំងឡាយកំពុងចង់បានរូបភាពប្លែកផងទៅនាំគ្នាថតរូបយ៉ាងចាស់ដៃនៅពេលថតរូបអស់ចិត្តហើយអ្នកសារព័ត៌មានទាំងនោះក៏ចូលទៅរកអ្នកប្រុសធំនិងមួយចុងព្រមជាមួយមីក្រូហ្វូនតូចនៅក្នុងដៃម្នាក់មួយសួស្តីអ្នកអង្គម្ចាស់ម៉ាជុននិងនាងមួយយ៉ងនៅថ្ងៃនេះអ្នកទាំងពីរបាននៅជាមួយគ្នាទៅហើយពួកយើងសូមសភាពបន្តិចចុះគឺពួកយើងពិតជាចង់ដឹងថាតាមពាក្យចចាប់អារាមថាអ្នកប្រុសធំអ្នកអង្គម្ចាស់ម៉ាជុនលួចភ្ជាប់ពាក្យជាមួយអ្នកនាងមួយយ៉ងស្កាត់នោះតើពិតដែរឬទេបាទសំណួរនោះធ្វើឲ្យអ្នកដែលត្រូវសួរភាំងមួយសន្ទុះមុននឹងនិយាយឡើងព្រមគ្នាតែការបោះស្រាយបែរជាខុសពីគ្នាស្រឡះតែម្ដងរឿងផ្ចាប់ពាក្យនោះមិនប៉ិតទេចាតែបើសួរថាម្នាក់ណាជាម្ចាស់ចិត្តរបស់ខ្ញុំនោះអាចប្រាប់បានថាជាអ្នកអង្គម្ចាស់ហាន់ម៉ាជុននេះហើយនេះជាពាក្យចចាមអារាមទេពួកយើងទាំងពីរគ្រាន់តែជាមិត្តភក្តិនៅគ្នាប៉ុណ្ណោះចាប់ការបោះស្រាយការចាប់គូពិសេសប្រចាំឆ្នាំអ្នកកសែតបែរជាស្ងាត់ជ្រាបទីបំផុតពួកគេមើលមុខគ្នាលឹងឡងអ្នកអង្គម្ចាស់ម៉ាជុននឹកស្មានមកដល់សត្វថាស្រីស្រស់បែរជាផ្ដល់ការសម្ភាសបែបនេះចំណែកមួយចុងត្រូវបាក់មុខតែតម្រាំអ្នកកសែតផ្ដោតអារម្មណ៍វិញបាននឹងចង់សួរអ្វីច្រើនជាងនេះនៅអង្គម្ចាស់ម៉ាជុន
ក៏លេបភ្នែកឃើញរាងកាយខ្ពស់សង្ហារបស់អ្នកប្រុសតូចល្មមជិនអាសម្លេងរបត់ចេញពីមាត់នោះធ្វើឲ្យអ្នកអង្គម្ចាស់ម៉ាជុនស្លាងកាំងព្រោះវាលន់លឺពេញបន្ទប់ដោយសារអ្នកកាសែតមិនតាន់យកមីក្រូហ្វូនចេញពីមាត់អ្នកអង្គម្ចាស់ធំនិងមួយចុងនៅឡើយហើយក៏ធ្វើស្រីតូចច្រមុះមានទឹកមុខខឹងអ្នកអង្គម្ចាស់ម៉ាជុនឆ្ងល់ថាមុននេះគេហៅនាងធ្វើអ្វីខ្ញុំសុំទៅសិនហើយចាសម្លេងមួយចុងលន់លឺឡើងក្រោយពេលអ្នកកាសែតនាំគ្នាទៅចោមរោមអ្នកអង្គម្ចាស់សង្គូនិងជីនអាជំនួសវិញព្រោះការសម្ភាសចាប់គូប្រចាំឆ្នាំខ្លាយទៅជារឿងមិនពិតទៅពុំចាំបាច់នៅសម្ភាសតទៅទៀតខ្ញុំសុំទោសមួយចុងផងខ្ញុំមិនចង់ឲ្យរឿងគ្រប់យ៉ាងទៅជាបែបនេះដែរតែពួកយើងទាំងពីរនេះជាមិត្តសម្លាញ់នឹងគ្នាពិតមែនពួកយើងនៅពុំតាន់បានអង្គុយនិយាយគ្នាតាក់ទងពីទំនាក់ទំនងសេពគប់គ្នាពិតប្រាកដឡើយខ្ញុំយល់ថាពួកយើងនឹងយល់ច្បាស់ជាងនេះទៅទៀតតើបានជាខ្ញុំឆ្លើយដាក់អ្នកសារព័ត៌មានបែបនោះតែអ្នកប្រាស់គួរណាស់តែដឹងច្បាស់ថាខ្ញុំស្មោះត្រង់នឹងអ្នកប្រុសហើយក៏ពុំដែរតាក់ទងបរោះណាដែរខណៈតាណាមកណាតែជាមួយអ្នកប្រុសទោះបីខ្ញុំតាណាមកណាជាមួយមួយយ៉ងតែម្នាក់តែទំនាក់ទំនងរវាងយើងទាំងពីរពុំតាន់ដល់ដំណាក់កាលនោះទេអ្នកម្ចាស់ម៉ាជុនអះអាងដោយសម្ដីមុតមមលួចដាក់ដង្ហើមធំពេលឃើញមួយចុងបញ្ជូកខ្សែភ្នែកមិនពេញចិត្តមកឲ្យខ្លួនថែមទាំងរលីងរលងទឹកភ្នែកទៀតផងខ្ញុំមិនដឹងយកមុខទៅទុកនៅឯណាទេស្អែកនេះអ្នកសារព័ត៌មានទាំងនោះច្បាស់ជាយកដំណឹងនេះចោលផ្សាយយ៉ាងសប្បាយដៃហើយនៅទីបំផុតលេចចេញដំណឹងមួយថាខ្ញុំឆ្លាញ់អ្នកប្រុសតាមម្ខាងនិយាយម្នាក់ឯងយល់ព្រមម្នាក់ឯងមករហូតទាំងអ្នកប្រុសធំក៏ពុំដែរគិតពីខ្ញុំបន្តិចណាសោះការប៉ັດបានអ្នកប្រធមច្បាស់លាស់ជាងនេះខ្ញុំប្រហែលជាមិនជួបរឿងអាប់មុខដូចថ្ងៃនេះដែរចម្លើយដែលខ្ញុំប្រាប់តែអ្នកកសារព័ត៌មានតែខុសដែរមែនទេបើខុសក៏ខុសព្រោះអ្នកប្រុសនឹងហើយទឹកឲ្យខ្ញុំគិតវែងឆ្ងាយម្នាក់ឯងយូរយ៉ាងនេះមួយយ៉ងនិយាយបានតែប៉ុណ្្នឹងក៏រត់លឺស្លេកចេញទៅធ្វើឲ្យម៉ាជុនប្រញាប់ទៅតាមទាំងអារម្មណ៍តបប្រមាថតិចតិចដែលនៅសុកនាងបែរជាទម្លាក់កំហុសមកឲ្យខ្លួនទៅវិញការពិតមួយយ៉ងក៏ពុំគួរផ្ដល់ចម្លើយអ្វីមួយនោះដែរព្រោះពុំដែលបានអង្គុយចោះនិយាយគ្នាពីទំនាក់ទំនងពិតប្រាកដរវាងគេនិងនាងថាស្ថិតនៅក្នុងឋានៈអ្វីក្នុងពេលកំពុងស៊ើបគប់គ្នាទោះបីមួយយ៉ងជាមិត្តស្រីម្នាក់ចិត្តស្និទ្ធជាងគេទាំងអស់ក៏ពិតមែនតែក៏ពុំតាន់បានអភិវឌ្ឍអ្វីជាងនេះដែរមិនគួរសោះថ្ងៃនេះគួរណាស់តែខ្លួនជជែកពិភាក្សារឿងធុរកិច្ចជាមួយនឹងមិត្តភ័ក្តិទាំងឡាយដែលបានចូលរួមតែបើជាត្រខូចអារម្មណ៍នៅរឿងអត់បានការទាំងនេះទៅវិញហើយនៅមានចិនអាទៀតតានាងមកធ្វើអ្វីគួរណាស់តែគេនៅផ្ទះតានេះនាងមកជាមួយប្រតូចទៅវិញអ្នកប្រធមពិតជាមិនចូលចិត្តឲ្យនាងចេញបង្ហាញខ្លួនបងអួតពីរូបឆោមចំពោះមុខមហាជនដោយទឹកមុខស្រស់ថ្លាដោយក្នុងពេលនេះឡើយមហាជនប្រញាប់ដើរតាមមូយ៉ងដែលទៅចាក់ចេញមុននេះធ្វើឲ្យចិនអាសម្លឹងមើលតាមពីក្រោយជ្រួញចិញ្ចាមនិងពីអ្នកនោះខ្លាំងមិនដឹងថាគេទៅណាហើយអ្វីធ្វើរឿងលឹបលើបែបនេះចិនអាឈរនៅមិនសុខនាងត្រំលេចបានក៏នាងងាកទៅកេះអ្នកប្រុសតូចដែលកំពុងផ្ដាល់បទសម្ភាសជាមួយអ្នកកាសែនពេលអ្នកប្រុសតូចងាកមកនាងក៏ខ្សឹបតិចថាចង់ទៅបន្ទប់ទឹកចាំបងទៅកំដរណាអ្នកប្រុសតូចប្រាប់ទៅវិញតែនាងក្រវីក្បាលបដិសេធភ្លាមដែរអ្នកកាសែតនៅច្រើនណាស់នៅរងចាំឲ្យអ្នកប្រុសតូចឆ្លើយនៅសបួរទាំងអស់អ្នកប្រុសតូចនៅបន្តទៀតចាស់ខ្ញុំទៅមិនយូរទេប្រកាសចិត្តឲ្យមែនទេថាអត់ឲ្យបងទៅជាមួយប៉ិតហើយឆ្លៀតឱកាសអ្នកកាសែតចំរោមសួរអ្នកប្រុសតូចជិនអាក៏ប្រញាប់ដើរចេញភ្លាមនៅពេលនាងចេញមកដល់ខាងក្រៅក៏ប្រញាប់រត់សប្តាហ៍ទៅរកទិសដែលអ្នកប្រធមទៅដើរចេញមុននេះនាងចេះតែដើររហូតទៅដល់សួនច្បារធំមួយរបស់សន្តាគារក៏ឃើញស្រមោលមនុស្សដោយធ្លាប់ស្គាល់មិនមកអង្គយូរនាងក៏ដើរទៅរកជ្រុងមួយចាំលួចអង្កេតមើលភ្លាមអ្នកប្រធមនាងផ្លាប់មាត់និយាយប៉ុណ្ណេះក៏យកដៃបិទមាត់ភ្លាមឯដៃម្ខាងទៀតក្តាប់យ៉ាងណែនតាមមានអ្វីរំយួរចិត្តជាងនេះនៅពេលដែលអនាគតគោលកំឡោះរបស់នាងកំពុងថើបគ្នាជាមួយមួយចុងនោះថ្ងៃមុនអ្នកអម្ចាស់ម៉ាជុនថាបនាងថ្ងៃនេះបដោទៅថាបមួយចុងហើយចុះនៅមានស្រីផ្សេងទៀតដែលនាងមិនធ្លាប់ស្គាល់តើមួយថ្ងៃអ្នកប្រធមថាបស្រីប្រមាណអ្នកទៅតែទោះបីថាប្រមាណអ្នកក៏ដោយក៏មិនសំខាន់ស្មើនឹងថាបមួយចុងម្នាក់នេះដែរដល់ថ្នាក់មនុស្សក្នុងពិធីច្រើនសន្ធឹកនៅហ៊ានមកលបលួយស្នេហាគ្នាបានទៀតចិនអាមិនគួរមកចូលរួមក្នុងពិធីនេះសោះស៊ូកុំឲ្យឃើញកុំលឺល្អជាងស្រីស្រស់គិតផងខឹងផងមកវាខ្លួនហៀបនឹងចូលទៅខាងក្នុងវិញស្រាប់តែបុកចំអ្នកណាម្នាក់ពេញទំហឹងបងយូសាំងនៅនេះចិនអាអូនចិនអាក្រោយពេលរឿងរ៉ាវបែកធ្លាយថាចិនអាត្រូវខ្លាចជាអនាគតកូនក្រមុំរបស់អ្នកអង្គម្ចាស់ធំយូសាំងក៏លែងហ៊ានជួបនាងទៀតចិនអានិយាយមិនចាញ់ពេលយូសាំងសម្លឹងមើលនាងដល់ក្តីអាណិតខ្លាចចិត្តដូច្នេះនាងមិនអាចទ្រាំទ្រនឹងកសែភ្នែកគេបានទៅងាកទៅមើលអ្នកអង្គម្ចាស់ម៉ាជុននឹងមូយ៉ងម្ដងទៀតនៅប្រធមរុញមួយចង់ចេញដល់កាយវិការថ្នមពិតហើយបើមនុស្សស្លាញ់គ្នាតែគេធ្វើអីចឹងចិនអាគិតបណ្ដាខំមាត់បណ្ដាវាមិនអាចដូចអ្វីដែលនាងគិតក៏ថាបានបាត់ពួកគេទាំងពីរអ្នកប្រហែលជានិយាយគ្នាធម្មតាកុំគិតច្រើនពេកបាននៅប្រធមស្រឡាញ់នាងមួយចង់មែនប្រហែលជាចាប់ពាក្យនឹងគ្នាយូរហើយមិនមែនមករៀបការជាមួយនាងទេតែមនុស្សដែលមិនស្លាច់គ្នាតែគេឈរអបថាប់គ្នាបានយ៉ាងម៉េចចិនអាតបទៅវិញដោយទឹកមុខតឹងតែងភ្នែកនាងរលីងរលោងខំអោនមុខចុះក៏លឺសំឡេងយូសាំងដកដង្ហើមធំ
សមញ្ញញាតផងយូសាំងនិយាយយ៉ាងសុភាពចាប់ដៃជៀនអាហើយដើរទៅជាមួយគ្នាឈរនៅត្រង់នេះតិចលោមានមនុស្សដើរទៅដល់មកគេឃើញខ្លាចជារឿងវៃឆ្ងាយណាអង្គុយត្រង់នេះល្អជាងហើយឈប់គិតច្រើនពេកទៅយូសាំងនិយាយរួចអូសជៀនអាទៅអង្គុយលើបងក្រាបដើមឈើដែលមានពន្លឺភ្លើងស្រទន់ពេលអង្គុយហើយទៅងាកទៅញញឹមដាក់ជៀនអាខណៈដែលនាងកំពុងមានអារម្មណ៍សោកសៅបានត្រឹមតែញញឹមស្ងួតតបទៅវិញមករបស់នាងស្លេកខ្លាំងណាស់សម្រាប់បន្តិចទៅសឹមចូលទៅក្នុងពិធីជប់លៀងបន្តជឿខ្ញុំចុះកុំគិតច្រើនពេកអរគុណបើយូសាំងហើយដែលបារម្ភពីខ្ញុំគិតថាខ្ញុំអង្គុយស្រោបយកខ្យល់អាកាសទីនេះមួយសន្ទុះសិនចាស់ចាំត្រឡប់ចូលទៅខាងក្នុងវិញខ្ញុំបានសន្យានឹងនៅប្រុសទៅរួចហើយថាចេញមកតាមផ្លែទេតែនេះយូរដែរហើយនាងប្រឹងនិយាយតែក្នុងខួរក្បាលរបស់នាងនឹកឃើញតែនៅអង្គម្ចាស់ម៉ាជុនអោបថោជាមួយនឹងមូយ៉ងជីវិតរៀបការដែលខាងស្រីស្រឡាញ់តែម្ខាងតែវាទៅជាយ៉ាងណាស្រីស្រស់សួរខ្លួនឯងជ្រួញចិញ្ចាំចូលគ្នាមិនដឹងសោះថាការៈសោកសៅរបស់នាងធ្វើយូសាំងដកដង្ហើមធំចំណែកនៅអង្គម្ចាស់ម៉ាជុនក៏ណាស់ដែរណាកូនកូនក្របំរបស់ខ្លួនមកទៅមូលបាជាទៅផ្អែមល្ហែមជាមួយស្រីផ្សេងទៅកើតតើមានកូនក្របំឯណាដែលមិនគិតនោះនេះសំណាងល្អហើយដែលនាងមិនទៅរករឿងលោឡាបើស្រីខ្លះវិញច្បាស់ជាកាត់រឿងធំជាមិនខានអាចដល់ថ្នាក់ទេតបគ្នាឬប្រកាសថាឈប់រៀបការជាមួយទៀតផងដាក់ទោសយ៉ាងណាយ៉ាងណាខ្ញុំសុំទោសមួយយ៉ងផងណាប្រសិនបើរកទង្វើឬពាក្យសម្ដីរបស់ខ្ញុំកន្លងមកធ្វើមួយយ៉ងយល់ច្រឡំហើយមានចំបាច់ធ្វើឲ្យមួយយ៉ងអាប់អោនកិត្តិយសខ្ញុំមិនដឹងថាត្រូវយកមុខទៅទុកឯណាទេស្អែកនេះពួកអ្នកកសែតនិងមនុស្សក្នុងសង្គមច្បាស់ជាសាច់ចំអកឲ្យខ្ញុំជាមិនខានមួយយ៉ងនិយាយទាំងអួលដើមកឬស្ទុះទៅអោបនៅប្រថមម្ដងទៀតម៉ាជុនចាប់ដៃនាងចាញ់រួចរុញនាងចាញ់ម្ដងទៀតហើយមួយយ៉ងទប់ចិត្តមិនបានក៏ស្ទុះចូលទៅថាបគេទៀតនាងធ្វើដូចមុននេះម្ដងទៀតតែសំណាងល្អគ្មានអ្នកកសែតឬមនុស្សឆ្លងកាត់មកឃើញបើដូច្នេះមែនច្បាស់ចំណាំគ្នាយកទៅនិយាយកើតជារឿងធំទៀតជាមិនខានអ្នកប្រថមជួយកែដំណឹងឲ្យខ្ញុំផងបានទេប្រាប់អ្នកកសែតប្រាប់ថាអ្នកប្រុសពុំតាន់បានគិតពីសំណួរនោះការប៉ັດពួកយើងរាប់អានគ្នាដោយស្ងៀមស្ងាត់ព្រោះមិនចង់ឲ្យរឿងបែកខ្ជិលខ្ចាយណាអ្នកប្រុសមួយចង់ខំមកយើងវល់ងើយមកសម្លឹងមើលមកនៅអង្គម្ចាស់ធំទាំងរលែងរលងទឹកភ្នែកពេលឃើញគេនៅស្ងៀមនាងក៏រួនដៃទៀមទាចម្លើយណាអ្នកប្រុសធំជួយខ្ញុំបន្តិចផងណាខ្ញុំសុំវល់ខ្ញុំពិតជាមិនអាចត្រាំទ្រចំពោះភាពអាម៉ាស់អស់ទាំងនេះបានទេឬមួយអ្នកប្រុសអាចផ្ចាប់ពាក្យជាមួយខ្ញុំមួយរយៈក៏បានដែរដល់ពេលនោះសុំពួកយើងផ្ដាច់ពាក្យវិញមូលហេតុមកពីពួកយើងមិនចោះសម្រងគ្នាណាមិនតាដល់ខ្ញុំផងទៅខ្ញុំជាមនុស្សមានមុខមាត់ក្នុងសង្គមណាពីអង្វរលេឡំដល់ការបង្ខំធ្វើឲ្យម៉ាជុនឈើភាំងមួយសន្ទុះក្រៅមកក៏ដកដង្ហើមធំប្រហែលជាលេងតាន់ឲ្យមួយយ៉ងគឺថាខ្ញុំចិត្តរៀបការហើយចាមួយយ៉ងស្រែកឡើងដោយភ្ញាក់ផ្អើលសម្លឹងមើលមុខបរោះដល់អាការៈងឿឆ្ងល់ទៅស្រែកប្រហោយយំឡើងព្រមទាំងតត្រាំជើងខ្លាំងអ្នកប្រថមចិត្តរៀបការបានយ៉ាងម៉េចហេតុអ្វីក៏ខ្ញុំមិនដឹងរឿងនេះសោះអញ្ចឹងហើយចាអ្នកប្រថមម្ដាយខ្ញុំតាណាមកណាជាញឹកញាប់នោះចង់មានន័យថាម៉េចខ្ញុំមិនព្រមបើអ្នកប្រថមចិត្តរៀបការហេតុអ្វីមិនទៅម្ដាយកូនក្រមុំមកម្ដាយខ្ញុំធ្វើអីមួយយ៉ងស្រែកខ្លាំងតែមិនបានធ្វើឲ្យអ្នកអង្គម្ចាស់តក់ស្លុតស្មើនឹងនាងស្ទុះចូលទៅអោបហើយគក់ទ្រូងគេខ្លាំងនោះទេធ្វើចិត្តអតិចសិនមួយយ៉ងចិត្តជាមែនទេតែឲ្យខ្ញុំទៅជារបៀបណាខ្ញុំត្រូវអ្នកប្រថមបដិសេធនៅចំពោះមុខមហាជនហើយនៅប្រាប់ទៀតថាចិត្តរៀបការបែបនេះតើសង្គមនឹងសាយចំអកឲ្យខ្ញុំកម្រិតណាបើមករយៈក្រោយមកនេះអ្នកប្រុសនៅទៅណាមកណាជាមួយខ្ញុំតាមអ្នកបណ្ដោះហើយបើស្រីម្នាក់នោះមានពិតមែនតើនាងជាអ្នកណាមនុស្សស្រីម្នាក់នោះជាអ្នកណាប្រាប់ខ្ញុំភ្លាមមកស្រីស្រស់ស្រែកឡូឡាទឹកភ្នែកទឹកសម្បាវងើយមើលម៉ាជុនមានទឹកមុខមុំជឿនស្រីដែលមកជាមួយប្រុសតូចកូនចាស់ចាក់ស៊ីស្មាខ្ចីឯងក្មេងស្រីសម្រាប់ម្នាក់ហ្នឹងអីនិយាយស្ដីដោយផ្លែក្បិតមាត់ក៏ដាច់អ្នកប្រថមមានសមត្ថភាពរកកូនប្រសាឲ្យរាជវង្សហាន់បានតែប៉ុណ្្នឹងអញមែនទេអ្នកប្រប្រកាសចិត្តឲ្យមែនទេថាក្មេងស្រីល្ងងម្នាក់នោះអាចនៅក្បែរអ្នកប្រដាក់ក្តីពេញចិត្តបានមែនប្រសិនបើខ្ញុំត្រង់អ្នកផ្សេងអ្នកប្រគួតទៅរកឲ្យល្អជាងនេះសម្លេងក្តៅក្រហាយនោះធ្វើឲ្យមកជន់ឈរភាំងសម្លឹងមើលមុខស្រីស្អាតប្រៀបដូចវត្ថុអស្ចារ្យលើលោកមុននឹងប្រាប់ទៅវិញដោយសម្ដីមាំទឹកមុខរៀបស្មើជឿនអាននាងជាមនុស្សម៉ត់ដាច់មែនតែពេលនៅក្បែរនាងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តរលឹងនាងពុំដែលធ្វើពុតបិទមានទឹកពីជាមនុស្សល្អគិតយ៉ាងម៉េចនិយាយបែបនោះកើភាសាស្រីរបស់ហាន់ចំណេះល្អស្ថិតនៅលើចិត្តមិនមែនមើលតែសម្បកក្រៅស្រស់ស្អាតនោះឡើយអ្នកប្រថមកុហកខ្ញុំមិនជឿទេថាអ្នកប្រថមស្រឡាញ់នាងក្មេងម្នាក់នោះបើស្រឡាញ់គ្នាពិតមែនហេតុអ្វីមិននាំនាងបង្ហាញខ្លួនសូម្បីតែបណ្ដាទៅណាមកណាក៏ពុំដែលឃើញបានម្ដងដែរការរៀបការម្ដងនេះច្បាស់ជាមានអ្វីអាចកបាក់ច្បាស់ណាស់ក្មេងម្នាក់នោះពុំដែលតេតងជាមួយអ្នកប្រុសពីមុនសោះដូច្នេះខ្ញុំត្រូវតែសើបឲ្យដឹងខ្ញុំមិនព្រឹកខ្មាស់គេទេខ្ញុំមិនប្រាំខ្ញុំត្រូវតែដឹងឲ្យបានមួយយ៉ងមកជន់ឲ្យបានតែប៉ុណ្្នឹងនាងរត់ចេញពីក្នុងសួនយ៉ាងរហ័សគេបានត្រឹមឈរដកដង្ហើមធំបោះចំហៀនដើរចេញពីក្នុងសួនដែរអាកប្បកិរិយានឹងពេលសម្ដែងរបស់មួយយ៉ងនៅថ្ងៃនេះ
ធ្វើឲ្យអ្នកអង្គម្ចាស់មកជន់ដឹងថាខ្លួនឃើញអ្វីច្រើនយ៉ាងថែមទាំងបានប្រាប់ខ្លួនឯងថាសំណាងល្អហើយដែលទំនាក់ទំនងនាងមិនតាន់ស៊ីជម្រៅជាងនេះម្ចាស់ស្បែកជើងស្បែកខ្មៅរលោងស្រល់កំពុងដើរលើផ្លូវតូចស្រាប់តែនៅស្ងៀមពេលឃើញកំឡោះក្របងមួយគូអង្គុយចាប់ដៃគ្នានៅលើបង់ថ្មក្រោមដើមឈើរូបរាងរបស់នារីស្ថិតក្នុងសម្លៀកពាក់រាត្រីពណ៌ផ្ទៃមេខ្ចីដូចជាធ្លាប់ស្គាល់ហើយបរិះអង្គុយជិតនោះក៏មិនមែនអ្នកក្រដែរជាយូសាំងក្មេងកំឡោះស្ថិតក្នុងការចិញ្ចឹមបីបាច់របស់គេដែរពីអ្នកនេះធ្វើស្អីនៅកន្លែងស្ងាត់បែបនេះសំឡេងសួរភ្លាមពេលគេដើរទៅដល់ធ្វើអ្នកទាំងពីរកំពុងចាប់ដៃគ្នាញាក់ព្រើនទាញដៃចេញពីគ្នាស្ទើរមិនទាន់អ្នកប្រធំនឹងមកអង្គុយគៀកកាយស្អីជាមួយនឹងយូសាំងហ៎ជៀននៅលើចិត្តអាចចេញមកអង្គុយលើស្រូបយកខ្យល់អាកាសទេនៅប្រធំចាក់ដតអីខ្ញុំបានឃើញនៅនាងអង្គុយម្នាក់ឯងក៏ចូលមកអង្គុយកំដរក្រោតបានជាមិត្តគ្មានអ្វីច្រើនទេបាទយូសាំងប្រាប់ទៅវិញដោយសម្ដីទន់ភ្លន់យ៉ាងលឿនក្នុងចិត្តខ្វល់ខ្វាយមិនតិចដែរឯងស្គាល់ជៀនតាំងពីពេលណាមកយូសាំងអំឡុងពេលនេះប្រឹងរៀនមែនទេឃើញអ៊ំគូបេប្រាប់យើងថាឯងទៅរៀនគួរពិសេសដល់យប់ជ្រៅរាល់ថ្ងៃចុះមានពេលឯណាទៅជិតស្និទ្ធជាមួយជិនអាននោះនៅប្រធមសង្ឃើញសួរទៅវិញដោយទឹកមុខម៉ាំចាប់តាំងពីថ្ងៃខ្ញុំចូលមកដំបងម្លេះចាស់បងយល់សានខ្ញុំជាមិត្តនឹងគ្នាតាំងពីពេលនោះមកស្គាល់គ្នាតាំងពីនាងចូលមកដល់មែនទេជិនអាអ្នកអង្គម្ចាស់អ្នកធំនិយាយបន្តពីក្រោយដោយពាក្យរបស់នាងកែភ្នែកគេសម្លឹងមើលនាងម្ដងទៀតបានឃើញនាងងក់ក្បាលរួចទម្លាក់ទឹកមុខចុះខ្ញុំសុំទៅមុនសិនហើយក្រែងលោតនៅប្រធមមានការនិយាយតែពីរនាក់ជាមួយនឹងនាងចិនអាបាទទៅចាស់នៅប្រធមនិយាយទាំងមិនដកភ្នែកពីចិនអាឡើយទោះបីទឹកមុខនាងខឹងខ្លាំងក៏នៅប្រធមមិនចាប់អារម្មណ៍ដែរទៅសួរទៅវិញដោយមិនពេញចិត្តនាងធ្វើខ្លួនជាស្និទ្ធជាមួយមិត្តភក្តិប្រុសៗគ្រប់គ្នាមិនទេចិនអាចាប់ដៃគ្នានៅកន្លែងស្ងាត់ហើយចោះសាំងគូគេតាណាហើយបានជានាងកិច្ចមកនៅជាមួយជើសាំងបែបនេះខ្ញុំមិនបានកិច្ចហើយខ្ញុំក៏បានប្រាប់អ្នកប្រាតូចថាខ្ញុំទៅណាហើយប្រាតូចគេយកព្រមនាងអង្គុយសរសើរស្នេហាគ្នាជាមួយក្មេងក្នុងផ្ទះបាយយ៉ាងម៉េចហ្នឹងគេយកព្រមមែនទេអ្នកប្រាស់មកជន់សួរទៅវិញឃើញជឿនអាធ្វើមុខកាន់តែខឹងខ្លាំងមិនបានសរសើរស្នេហាអូនបងអីទេខ្ញុំជួបបងយូសាំងដែលចៃដន្យតែជឿនអានិយាយបណ្ដាងើយមើលទៅមុខបរោះលាយឡំដោយទឹកមុខខឹងបណ្ដាអ្នកប្រាស់ធំនឹងហើយដែលលួចស្នេហាគ្នាជាមួយអ្នកផ្សេងនោះក៏មកចាប់ប្រកាន់ខ្ញុំព្រោះខ្ញុំនៅបងយូសាំងជាមិត្តនឹងគ្នាទេយើងជជែកគ្នាក្នុងនាមជាមិត្តប៉ុណ្ណោះខ្លួនអញច្រឹកមិនល្អហើយនៅថាឲ្យអ្នកនេះអ្នកនោះមិនល្អតាមទៀតមនុស្សបែបនេះខ្ញុំលែងនិយាយចូលហើយស្អប់មុខខ្លាំងណានាងនិយាយរួចក្រោកដើរកិច្ចភ្លាមតែត្រូវមកជន់ស្រវាចាប់ដៃចប់ធ្វើឲ្យនាងឈោមិននឹងដួលទៅប៉ះរាងកាយបរោះសង្ហាភ្លាមដែរលែងខ្ញុំទៅលែងភ្លាមក៏មកចាក់ខ្ញុំមួយថ្ងៃខ្លួនឯងគិតតែពីដើរអោបស្រីប្រហែលអ្នកទៅហើយចិនអាស្រ័យលោឡាដៃទៅរបស់នាងព្យាយាមកេះដៃអ្នកចាប់អោបនាងចាប់ចាញ់តែកេះមិនចាញ់ទៅស្រីទៅបានត្រឹមតែគក់ទ្រូងគេឌឹបទៅវិញលែងខ្ញុំមិនជាមួយយ៉ាងដែលចូលចិត្តឲ្យគេអោបថែបមិនទៅកន្លែងបាត់នេះទេដឹងហើយលួចស្ដាប់គេនិយាយគ្នាហើយមើលទៅអាចចង់ដឹកចង់លឺមួយនេះតាមពេលណាបាននាងលះបង់ទៅហើយមានស្ដាប់តាំងពីដើមរហូតដល់ចប់ដែរឬទេនឹងម្ចាស់មកជន់កាន់តែអបរាងកាយស្រីទៅខ្លាំងឡើងពេលនាងកាច់ឆ្នះរើបំរាស់កាន់តែខ្លាំងដោយសារមិនអាចរើបំរាស់បានពីដៃបរោះឈៀនអាក៏បដូរមកស្រែកខ្លាំងវិញងាកទៅសម្លក់ថ្លែដាក់អ្នកប្រធមដែលកំពុងធ្វើមុខម៉ាំដាក់នាងនៅពេលសម្លឹងមុខគ្នាបានមួយសន្ទុះនាងក៏ស្រែកលោឡាទៀតអើយខ្ញុំមិនបានលឺអ្វីទាំងអស់បើលេសត្វតែអោបថើបគ្នាស្អិតរមុតបាត់នេះលឺតែសម្លេងថើបជជក់មាត់គ្នាជីបខ្លួនប្រាំទៅដល់គ្នាប៉ុណ្ណោះលេខ្ញុំបានហើយនៅមកដាច់បែបនេះត្រូវដាក់ទោសទៅរៀងចាល់នាងម្ចាស់និយាយយ៉ាងខ្លីរួចភ្ងើចង្ការនាងស្រីមាត់ខ្លាំងឲ្យងើយអោនមុខទៅចិត្តរង្វង់មុខស្រីពូកែខឹងធ្វើឲ្យកសែភ្នែកអ្នកទាំងពីរប៉ះគ្នាកំប្រាប់ថានាងលួចតាមដានរាល់ទង្វើរបស់ខ្ញុំណាវាមិនល្អទេខ្ញុំមិនចូលចិត្តខ្ញុំមានឯណាជៀនអាបញ្ញាបោះស្រាយយ៉ាងរហ័សខ្ញុំក្រាន់តែចង់ចូលបន្ទប់ទឹកប៉ុណ្ណោះបើមិនជឿសួរអ្នកប្រុសតូចទៅព្រោះមុនមកខ្ញុំបានសុំអនុញ្ញាតអ្នកប្រុសតូចហើយតែសួនច្បារនៅបន្ទប់ទឹកវាម្នាក់មួយផ្លូវណាស្រីតូចគឺខ្ញុំក្រាមពីមាត់ពូកែហើយពូកែកុហកទៀតត្រូវដាក់ទោសឲ្យខ្លាំងទ្វេជា3ទៅផ្សំព្រះអង្គម្ចាស់និយាយបានតែប៉ុណ្ណឹងក៏អន់មុខទៅរកស្រីស្រស់ដែលកំពុងធ្វើភ្នែកភ្លឺក្រន់តែខ្យល់ដង្ហើមបានប៉ះគ្នាសម្លេងមួយលាន់លឺឡើងខំដារកសង្ស្លាប់ការប៉ັດលួចជួបគ្នានៅកន្លែងនេះសោះម្ចាស់សម្លេងនិយាយបណ្ដាដើរចូលមករកអ្នកទាំងពីរកំពុងតែអាប់ថាគ្នាធ្វើប្រងើយបណ្ដាថែមទាំងញញឹមយ៉ាងរំភើយមិនខ្វល់ពីអារម្មណ៍មួម៉ៅរបស់បងប្រុសធំបន្តិចណាសោះនៅពេលមកដល់ភ្លាម
ក៏ចាប់ដៃជិនអាថ្នមចូលទៅខាងក្នុងវិញល្អជាងអូនជិនអាឈោម្នាក់ឯងអោបសក់ស្លាប់ហើយតោះចូលទៅបងធំគាត់ជាម្ចាស់កម្មវិធីមានមិត្តភក្តិច្រើនណាស់គាត់គ្មានពេលចាប់អារម្មណ៍ណាទេសូម្បីតែកូនកំមុំរបស់ខ្លួនឯងគាត់ក៏គ្មានពេលឲ្យដែរតោះទៅរកអ្វីមកញ៉ាំជាមួយបងល្អជាងមិនហើយនៅប្រទៅនៅប្រថមគ្មានពេលវេលាសម្រាប់អ្នកណាឡើយមានតែពេលវេលាសម្រាប់តែនាងមួយចង់ប៉ុណ្ណោះជិនអានិយាយបញ្ឈឺឬសម្លឹងមើលទៅបរិសង្ហាកំពុងមុខក្រញើហើយហៀបនឹងកាន់ដៃអ្នកប្រទៅដើរចូលទៅខាងក្នុងសម្លេងមកជន់កំលឺឡើងប្រទៅបាបសក់ណាស់ស្រីស្អាតនៅក្នុងពិធីជប់លៀងមានច្រើនកកមានទាំងតារានៃចម្រៀងអាចបំបត្តិការអបសក់បានតែម្នាក់នេះជាកូនកំមុំរបស់ជើងសម្លេងមុតមមមើងមាត់គ្រប់ពាក្យនោះធ្វើជិនអាបាក់ភ្នែកធំងើយមុខសម្លឹងមើលនៅប្រតូចក្នុងន័យចង់បានចម្លើយនៅប្រតូចញាក់ស្មានលើជាចាំខ្ពស់អីក៏សុំងាយស្រួលបែបនេះបងប្រុសខ្ញុំជាអ្នកនាំនាងមកមិនក៏នៅសក់បាជាដណ្ដើមដៃគូរបស់ខ្ញុំទៅងាយបែបនេះមិនយ៉ាងបានហើយចឹងនាងមួយចង់នោះតាណាហើយនាងមានសម្រាប់ស្រស់ស្អាតលេចធ្លោអស់ចាស់ដល់ថ្នាក់នេះបណ្ដាទៅណាមកណាក៏មិនខ្មាស់គេដែរបងធំមាននាងនៅក្បែរហើយហើយអ្វីមកដណ្ដើមសុភាពនារីតូចគួរឲ្យស្រឡាញ់ពីខ្ញុំទៅធ្វើអ្វីមួយចង់ត្រឡប់ទៅវិញហើយកំលែងច្រើនពេកប្រតូចនៅជាមួយជិនអាច្រើនពេកទៅយកអាចរកតវ៉ាតាមមកជាមួយមែនទេត្រឡប់ចូលទៅក្នុងពិធីវិញបងអាចមើលថែមនុស្សរបស់បងបានហើយនៅប្រថមនិយាយទាំងមុខមិនសូវស្រស់សម្លក់ដាក់ប្អូនប្រុសថ្លៃតែត្រូវនៅប្រតូចញាក់ស្មាធ្វើឲ្យដូចដើមអីចឹងក៏បានមុននេះ NG មកដើរបង្ហាញមកដែរហើយថ្ងៃនេះនាងតបតែងខ្លួនស៊ីខ្លាំងណាស់ទៅម្ដងនាងម្ដងទៀតបែបនាងមិនថាអីដែរក្រាន់បាជាងនៅអបសក់ម្នាក់ឯងនៅប្រតើនិយាយតែប៉ុណ្ណឹងក៏ងាកទៅព្រិចភ្នែកដាក់ជិនអារួចក៏ដើរចូលទៅធ្វើប្រងើយរហូតជិនអាបោញមាត់ឆ្លើយទៅវិញខ្ញុំជិនអានិយាយមិនចាញ់រត់តាមមិនកើតព្រោះដៃរបស់នាងត្រូវនៅអង្គម្ចាស់មកជន់ចាប់តោះពួកយើងចូលទៅក្នុងទៅជិនអាលើប្រតើបបួលញ៉ាំអីតាំងពីនាងមកទីនេះមិនតាន់បានញ៉ាំអីទេមិនទេសួរមកនោះជិនអាបញ្ញាប់កវីក្បាលអីចឹងចាំខ្ញុំនាំនាងទៅដល់ខ្លួនឯងហើយនាងអាចរំបានខ្លះទេសំដៅនេះជិនអាងងក្បាលល្អយើងនឹងចាប់ផ្ដើមស្រាញគ្នាក្នុងយប់នេះបន្តមកចាំប្រកាសពីពិធីរៀបការរបស់យើងតែម្ដងព្រោះនៅពុំតាន់មានអ្នកណាដឹងរឿងនេះច្រើនឡើយឲ្យពួកគេបានដឹងនឹងអាចបញ្ចប់បញ្ហាជាច្រើនតោះយើងចូលទៅក្នុងប្រតានេះមួយយ៉ាងកិច្ចទៅផ្ទះនឹងហើយទៅកម្មសកលដូចជាខ្ញុំវាមានន័យចាត់ទុកថាខ្ញុំមិនបានលើសម្ដីនាងនិយាយទៅចោះចូលទៅខាងក្នុងទៅឆាប់ដើរព្រាមទៅឬក៏ចង់ខ្ញុំបីនាងនៅប្រថមប្រាប់ទៅក្មេងស្រីក្បាលរឹងព្រមទាំងរួនដៃស្រឡូនរបស់នាងដើរតាមខ្លួនព្រមជាមួយទឹកមុខស្រីស្រស់លួយសម្លក់គេជាច្រើនលើកច្រើនសារហើយមុខឡើងក្រហមនឹងសម្ដីរបស់គេផងបង្ហាញខ្លួនជំហានដំបូងដែលជិនអាចូលទៅក្នុងបន្ទប់ពិធីជប់លៀងម្ដងទៀតស្រីស្រស់ឈប់ស្ងៀមពេលដឹងថាខ្លួនឯងខ្លាចទៅជាទីចាប់អារម្មណ៍របស់មនុស្សទាំងឡាយរាងកាយស្រីតូចតាក់ស្រុតតិចតួចពេលដែលរាងកាយខ្ពស់សង្ហាដើរក្បែរនាងហើយយកដៃចាប់ដៃនាងថ្នមគ្រប់គ្នាគេមើលឃើញហើយតោះចូលទៅខាងក្នុងនៅប្រថមនិយាយតែប៉ុណ្ណឹងក៏រិញខ្នងនាងតិចឲ្យនាងដើរទៅមុខជិនអាអោនមុខចុះរឹងខ្លួនជាខ្លាំងពេលដឹងថាកែភ្នែកជាច្រើនសម្លឹងមើលមកនាងជាភ្នែកតែមួយពេលបានដើរជាមួយបរោះម្ចាស់កម្មវិធីថ្ងៃនេះនៅអង្គម្ចាស់ធំចុះមួយចង់កូនស្រីរបស់ខ្ញុំបាទនោះតើនាងនៅឯណាហើយមិញនេះខ្ញុំឃើញមួយផ្លែឃើញនាងចេញទៅខាងក្រៅជាមួយអ្នកប្រថមតាមែនទេអ្នកប្រថមអ្នកប្រធ្វើបែបនេះខ្ញុំសោកចិត្តទេធ្វើបែបនេះកូនមួយចង់ខ្ញុំខូចឈ្មោះអស់ហើយសំឡេងស្ត្រីវ័យកណ្ដាលឡានលឺឡើងក្រោមទឹកមុខតាំងតែងរបស់ស្វាមីដែលឈរនៅក្បែរព្រមទាំងកសែភ្នែករបស់ស្ត្រីនោះសម្លាក់សម្លឹងមើលជិនអាមិនដាក់ភ្នែកក្នុងន័យមើលងាយវាជារឿងយល់ច្រឡំគ្នាធំមួយហើយរឿងដែលបានកាត់ឡើងមុននេះខ្ញុំនឹងមួយចង់បាននិយាយគ្នាយល់ចិត្តគ្នាអស់ហើយបានបើកូនមួយចង់យល់អញ្ចឹងអ្នកប្រុសធំប្រាប់ខ្ញុំមកមើលថាអ្នកប្រុសធំយកកូនខ្ញុំទៅទុកនៅកន្លែងណាហេតុអីកូនខ្ញុំមិនបញ្ចូលរួមក្នុងពិធីជប់លៀងជាមួយអ្នកប្រុសទៅហើយអ្នកដែលឈរក្បែរនេះជាកូនស្រីអ្នកណាក៏មិនដឹងអ្នកប្រុសធំបានយល់ព្រមនឹងខ្ញុំហើយថានឹងជួយមើលកូនមូចង់ឲ្យចោះពេលនេះនាងនៅឯណាទៅប្រហែលជាមិនអាចមើលថែបានទៀតទេព្រោះពេលនេះមូយ៉ងត្រឡប់ទៅផ្ទះវិញហើយបានបើចង់ដឹងរឿងលំអិតជាងនេះថាយ៉ាងណានោះខ្ញុំសូមរំខានអ្នកមីងទៅសួរមូយ៉ងផងចោះចំណែកខ្ញុំសូមទៅសិនហើយព្រោះម្ចាស់កម្មវិធីបាត់យូរបែបនេះភ្ញៀវច្បាស់ជាបើកឆាករំមុនមិនខានមកតាខ្ញុំមកជិនអាមកជន់និយាយចាំក៏ចាប់ដើមដៃនាងឲ្យដើរតាម
ភ្លាមស្រីតូចលំអោនខ្លួនដាក់បរិសុទ្ធត្រីវ័យកណ្ដាលទាំងពីរដោយក្តីគោរពតែស្ត្រីវ័យកណ្ដាលនោះបែរជាងាកមកចាញ់លុះពេលទៅដល់វេទិកាពន្លឺភ្លើងក៏បានបន្ថយពន្លឺវិញបាទសួស្តីភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពរាប់អានសម្លេចដូចជាធ្លាប់ស្គាល់ឡនលឺលើវេទិកានោះធ្វើជាអាងើយមកមើលក៏ឃើញនៅប្រុសតូចកំពុងឈរនិយាយនៅលើវេទិកាកាសែតភ្នែកគេបាញ់ឈ្មោះត្រង់នៃអង្គម្ចាស់ធំជាមួយនឹងជិនអាយ៉ាងយូរ